ថ្ងៃហ្នឹងចេញពីធ្វើការមកឃ្លាននំរ៉ូទីរបស់អាន់ទីបងប្អូនតែរាល់ដងគឺឃើញមនុស្សប្រុសគាត់ប្រញាប់តែលក់អញ្ចឹងបងប្អូនតែថ្ងៃនេះគឺទៅទិញមនុស្សស្រីតែគាត់មិនមែនជនជាតិឥណ្ឌាទេបងប្អូនជនជាតិបែរជាជនជាតិភូមិអ៊ីស្លាមបងប្អូនពាក្យមួជនជាតិអ៊ីស្លាមហើយដោយសារថ្ងៃនេះមេឃអាកាសធាតុកុំណយផលបងប្អូនរដងស្មានតែភ្លៀងហើយបងប្អូនម៉ោង5ម៉ោង4ជាងគឺភ្លៀងទៅណាក៏មិនកើតដែរតែថ្ងៃនេះមេឃស្លាល្អបងប្អូនតែមេឃសតុំបើកថ្ងៃបន្តិចសតុំបន្តិចតែវាអត់ភ្លៀងហើយបើពេលភ្លៀងវិញដល់ភ្លៀងដូចគេបូមទឹកចាក់អញ្ចឹងពេញលិចខ្នល់លិចបងប្អូនភ្លៀងខ្លាំងបើថាវាអត់ភ្លៀងវិញក្តៅដល់ចង់ដួលសន្លប់បងប្អូនមើលកាមេរ៉ាវារៀងញាក់ទីបងប្អូនơiផ្លូវរៀងរលាក់បងប្អូនផ្លូវចាក់ប៊ីតុងយ៉ាងរលាក់បើផ្លូវដីលំអត់អីវិញទេឥឡូវយើងជិតដល់កន្លែងគាត់លក់ហើយបងប្អូនធម្មតាគេរុញអាតេសឬក៏ជីកកង់លក់ដល់ពេលគាត់លក់កន្លែងប្រចាំមកគាត់បើយើងចង់ទិញតយើងជិះម៉ូតូជិះឡាននេះមកទិញតើគាត់លក់កន្លែងហ្នឹងធម្មតាមុនសបូនអ្នកលក់សបូនទាគាត់លក់គាត់រុញអាតេសទៅយើងចាំតែកន្លែងមុខផ្ទះយើងទៅគេរុញមកគេមានអាភ្លេងមួយគេងាត់នេះបងប្អូននំរ៉ូទីនេះមាន3ប្រភេទបងប្អូន3រសជាតិមានធម្មតាលាយតែម្សៅហើយជាមួយនឹងទឹកដោះគោមួយទៀតយើងដាក់ពងមាន់ទឹកដោះគោយើងចង់ដាក់ស្ករក៏បានដែរដល់ពេលមួយទៀតគឺគេដាក់ទឹកដោះគោពងមាន់ជាមួយនឹងចេកបងប្អូនណាចូលចិត្តចេកបងប្អូនចេកធំណាមិនមែនចេកណាំវ៉ាយើងណាបងប្អូនចេកលំដាប់ខ្នាតអន្តរជាតិវែងហើយធំបងប្អូនហើយនេះក៏កំពុងតែវាយតែគាត់អត់វាយយូរដូចប្រុសហើយបងប្អូនប្រុសគាត់វាយសាប់ហ្នឹងឯងតែគាត់វាយបន្តិចគាត់តម្លាក់ដោយសារគាត់វាយរួចអស់ហើយបើប្រុសខ្លះគាត់វាយបដៅក៏ដាក់ប្រូយម្សៅបដៅវាយម្សៅឲ្យវាកប៉ែតបងប្អូនតែគាត់អត់ទេឬស្រីធ្វើអីលឿនអញ្ចឹងតែមិនដឹងឲ្យឆ្ងាញ់អត់ទេបងប្អូនអើយខ្ញុំសូវដែរបានភ្លក់គាត់ដែរជាច្រើនខ្ញុំទិញតែប្រុសក្អែលច្រើនអញ្ចឹងទៅយើងទិញហូបទៅវាដូចថាវាមានរសជាតិឆ្ងាញ់បងប្អូនរសជាតិជាប់ក្អែលតែតាមមនុស្សស្រីគាត់រៀងអនាម័យអញ្ចឹងទៅវាអត់សូវមានរសជាតិជាប់ក្អែលអត់សូវឆ្ងាញ់និយាយលេងទេបងប្អូនការលក់វាប្រតិសាសលក់គេធ្វើលឿនអញ្ចឹងវាលឿនណាបងប្អូនខ្លះទៅគាត់ធ្វើរៀងយូរតិចទៅតែគាត់ថារសជាតិវាមិនសូវខុសគ្នាប៉ុន្មានទេបងប្អូនគឺវាពុំតែមួយដាក់ម្សៅចៀនវាប៉ោងតែយើងអត់ចេះដែរបងប្អូនណាតែគាត់នេះគាត់ធ្វើលក្ខណៈអត់សូវមានស្តង់ដារបែបនំរ៉ូទីគេទេវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងបងប្អូនបាយ